តាចាយត្រូវហូបបន្តិចទៅកុំមកខំណាមកហាមាត់ទៅមែនមកមួយម៉ាត់ទៀតមកឃើញទេហៀចេញមកទៀតហើយមកជួយរសាទៅសរសៃឈាមក្នុងសរសៃប្រសាទវារប្រេះហើយកុំចេះតែខឹងពេកចង់ជេរចាំជាសិនទៅធ្វើយ៉ាងណាថែខ្លួនឲ្យជាសិនទៅលោកម្ចាស់គ្រូពេទ្យថាលោកម្ចាស់ដឹងខ្លួនឡើងវិញប្រសើរណាស់មិនអីទេលោកប៉ាកុំថាជាមិនអោយឯងមកលោកម្ចាស់ឲ្យសោះលោកម្ចាស់យ៉ាងនេះតាហើយឥឡូវនេះឯងឃើញហើយតើឯងចង់ធ្វើអីទៀតថាទៅលោកប៉ាសត្វអីអេលោកប៉ាចាលោកម្ចាស់យ៉ាងមិនហើយលោកម្ចាស់លោកប៉ាសំខាន់លោកប៉ាយ៉ាងមិនហើយលោកប៉ាសំខាន់កំនៅមិនទៅពេកប៉ាចេះស្ដាប់ទៅណាកំខឹងអីកំហ្នឹងលោកប៉ាជិះតាចេះស្ងប់សិនទៅតាំងចិត្តស្ងប់ហើយអ្វីបានស្រាំលោកប៉ាខឹងយ៉ាងនេះតាមមានអីកាលឡើងហ្នឹងច្រឹកលោកម្ចាស់យ៉ាងនេះឯងក៏ឃើញដែរម្ល៉េះហើយឯងមកមើលគាត់ក៏អត់ប្រយោជន៍ដែរណាមន្ទីរពេទ្យទុកឲ្យយើងនឹងហាពីមកមើលបានហើយឯងក៏បារម្ភអីពេលទៅធัวហើយពួកយើងឲ្យដំណឹងទៅឯងចុះណាហើយវិញប្រហែលថ្ងៃនេះឯងត្រូវមើលលោកប៉ាផងណាឯងហត់ទេហ្នឹងមិនអីទេខ្ញុំនៅក្មេងអាចទៅរួចAlo, ai là cực sâm này, miếng cái này. Hả?ប្រាក់លើកទី1មិនអាចវេឲ្យទៅគេបានម៉ាស៊ីនមិនអាចនាំចេញបាននោះនឹងធ្វើឲ្យខកពេលបកគលតំណែងឲ្យទៅរបស់ប៉ុន្តែពេលនេះលោកប៉ាជួយធ្ងន់ណាស់បើគ្មានការអនុញ្ញាតពីគាត់ខ្ញុំក៏មិនអាចមានប្រាក់មកកាន់សេនដែរ50លាននេះត្រូវប្រគល់ទៅឲ្យក្រុមហ៊ុននាំចូលជាមិនទាន់មិនត្រូវផលិតផលរបស់បងប្រុសនេះមានបញ្ហាទេលហើយត្រូវយកត្រាលោកប៉ាចាត់ការមុនរឿងនេះប៉ាមុននឹងឈឺគាត់បានយល់ព្រមនឹងខ្ញុំដូចហើយធ្វើត្បិតតែមិនតាមលំដាប់ថ្នាក់ការងារក្រុមហ៊ុនក៏ដោយតែនេះគឺជារឿងចាំបាច់ណាស់លេខថ្ងៃកំណើតរបស់ខាងបិសាមើលមកមិនក៏មិនត្រូវថ្ងៃកំណើតរបស់ហាវៃហើយ
លបងម៉ាស៊ីនទាំងនេះយ៉ាងយូរតែមួយសប្តាហ៍ក្រោយនឹងមកដល់ហើយណាអ្នកបច្ចេកទេសនៅអ៊ីតាលីគេនឹងមកដំឡើងម៉ាស៊ីនថ្លៃដំឡើងម៉ាស៊ីននោះហើយនឹងរៀបចំប្រើប្រាស់នោះរោងចក្ររបស់បងនឹងអាចដំណើរការបានផលិតស្បែកជើងទៅឲ្យក្រុមហ៊ុនអាយតាបានទៀតផងណាអរគុណហើយសាឡាយើងចង់សួរឯងទៅមើលនៅពេលណាដែលឯងត្រឡប់មកវិញខាងស្អែកយ៉ាឈីនឹងមកវិញហើយថ្ងៃក្រោយជាថ្ងៃរៀបការរបស់យ៉ាធីងបើសិនជាមុននេះឲ្យពួកគេដឹងថាឯងគឺជាជីវិតនោះសម្រាប់ពួកនាងប្រកាសជាមានន័យខ្លាំងណាស់សម្រាប់ពួកនាងទាំងអស់គ្នានោះឯងថាទៅមើលតើមិនដែរទេលបងលោកប៉ាវអត់ទេចេញប៉ាវឈឺបាត់ទៅហើយណានៅមន្ទីរពេទ្យទៀតខ្ញុំមិនអាចទៅចោលគាត់បាននោះទេបើសិនជាខ្ញុំត្រឡប់ទៅរោងបងវិញនោះមិននឹងថាគាត់យល់យ៉ាងណាទេម៉ាស៊ីនទាំងនេះនៅសល់ប្រាក់មួយចំនួនទៀតមិនទាន់បងគ្រប់ទៅឡើយទេណាបើទោះយ៉ាងណាក៏ដោយពេលនេះខ្ញុំមិនអាចចេញទៅណាបានឡើយអញ្ចឹងប្រកាសខកការចូលរួមកិច្ចការដ៏សំខាន់ហើយនៅក្នុងគ្រួសាររបស់ឯងខុសហើយណាយើងពជាពេល25ឆ្នាំទៀតយើងក៏គ្មានឱកាសជួបជុំគ្នាទៀតដែរណាបងប្រុសសុំទុកពេលខ្ញុំខ្លះទៅខ្ញុំប្រកាសจะមកវិញបងប្រុសបងមានបានគិតទេជាវ៉ាខ្លាយខ្លួនទៅជាមនុស្សយ៉ាងណាហើយពីតូចមកគេរពឹសណាស់ធំឡើងក៏ខ្លាយខ្លួនជាជនពីលយ៉ាឈីពីតូចមកគេគោរពវិន័យគ្រួសារត្រឹមត្រូវក៏ធ្វើជាអាយកាមនុស្សមានចរិតយ៉ាងណាគឺដើរផ្លូវយ៉ាងណានោះជីវ៉ាឥឡូវនេះក៏ប្រហែលជាស្ដាប់បង្គាប់ដោយការដែលនៅតូចដែរណាហើយគេនឹងបានសុខធម្មតាបើទោះជាមនុស្សដែលជាអ្នកមានយកគេទៅចិញ្ចឹមចរិតស៊ូត្រង់របស់គេក៏គ្មានមហិច្ឆតាគ្រប់វិន័យត្រឹមត្រូវហើយអ្វីបានជាឯងសួរបងអំពីបញ្ហានេះទៅវិញហ៎អូគ្មានអីទេខ្ញុំចេះសួរទៅខ្ញុំលាទៅវិញហើយណាសានឡាំងហើយរៀបការយ៉ាធីងឯងមកកំខានអសោះណាខ្ញុំចេញទៅធ្វើការហើយនៅក្នុងឡានកុំបារម្ភមិនបាច់មកទទួលខ្ញុំទេខោអាវខ្ញុំយករួចហើយនៅក្នុងឡានគ្មានអីទេគ្មានអីទេភ្លៀងខ្លាំងពេកតែមិនអីទេប៉ុណ្ណឹងសិនចុះ
ឥឡូវនេះកំពុងតែភ្លៀងឯងចង់ទៅក្រៅហ៎ភ្លៀងខ្លាំងប៉ុណ្ណាក៏ដោយក៏យើងទៅបារទៅហាងផ្សេងមើលដែរឯងដឹងតែទៅមើលហាងអត់ទៅមើលលោកម្ចាស់ទេឯងមិនខ្លាចគាត់មិនសប្បាយចិត្តទេមែនទេមិនទីពេទ្យខ្ញុំទៅអត់មានកាយទៀតលោកម្ចាស់វាកាត់បេះដូងឥឡូវនេះខ្ចាស់ចាំគាត់ដូចជាមនុស្សចិត្តស្លាប់ចូលក្តារមឈូសទៅហើយបើសិនជាគាត់ស្លាប់ពួកយើងតែគិតយ៉ាងម៉េចទៅមិនចាំបាច់នឹកម្ដងទេលោកប៉ារងបានយូរណាស់យើងជឿថាការព្យាបាលបានល្អសុខភាពរបស់គាត់ប្រកាសជាមិនអីទេជាដូចដើមវិញសានឡាងឯងពិតជាចង់ឲ្យលោកម្ចាស់ជាឡើងវិញពិតមែនទេនាងនិយាយបាននេះថាម៉េចហ្នឹងហ៎មើលតើលោកម្ចាស់ជឿជាលើឯងមួយថ្ងៃហាមាត់ថាឲ្យទ្រព្យសម្បត្តិទៅឯងគ្រប់គ្រងប៉ុន្តែគាត់មិនដែលឲ្យឯងទេនៅក្នុងចិត្តឯងមិនពេញចិត្តទេមែនទេរឿងនេះមិនពិតទេខ្ញុំដឹងដែរនាងឆ្លៀតពេលនេះបំបាច់ពួកយើងហ៎នាងពិតជាល្ងងពេកហើយឯងយល់ច្រឡំហើយយើងគ្រាន់តែចង់ឲ្យឯងដឹងតើអ្នកណាចង់ឲ្យឯងល្អអ្នកណាកំពុងតែប្រាស្រ័យឯងពីក្រៅមើលទៅលោកម្ចាស់ជឿជាក់ទុកចិត្តឯងប៉ុន្តែគេប្រុងប្រយ័ត្ននឹងឯងណាឥឡូវនេះគាត់ជាមនុស្សពិការមួយកំណត់ខ្លួនទៅហើយឯងគាត់តែជ្រៀតពេលនេះយកអ្វីដែលជារបស់ខ្លួនឯងសាំងឡាងយើងមិនប្រាប់គេទេយើងរៀបការជាមួយជីងប៉ាក៏ព្រោះតែចង់ជួបឯងរាល់ថ្ងៃឯងយល់ហើយនៅខ្ញុំនិយាយពីនេះទៀតទៅឯងកុំអត់តាណាសានឡាងខ្ញុំទុកពេលឲ្យឯងចង់ក្រោយម្ដងទៀតចាស់ក្នុងចិត្តខ្ញុំគិតតែឯងម្នាក់គុណលោកម្ចាស់បានជាអញ្ចឹងទៅហើយមុននឹងគេស្លាប់ឲ្យគេនៅក្នុងមន្ទីរពេទ្យអញ្ចឹងអ្វីៗនៅក្នុងគ្រួសារជីងគឺជារបស់យើងគ្មានអ្នកណាមករំខានពួកយើងបានទេណាសានឡាងយល់ទេសានឡាងពួកយើងនៅជាមួយគ្នាសាថ្មីទៅណាសានឡាងយើងនៅជាមួយគ្នាវិញទៅខ្ញុំសូមបងកុំថោកទីពេញយើងមិនបានគិតថាលោកប៉ាយល់យ៉ាងណាប៉ុន្តែនាងមិនដែលគិតដល់ហើយវិញទេហ៎គេយល់យ៉ាងណានាងជាម្ដាយរបស់គេកុំធ្វើអ្វីឲ្យហាមអ្វីក៏អាម៉ាស់មកអសោះណាយើងមិនដឹងថាឯងកំពុងគិតអីទេណាឯងស្អប់លោកម្ចាស់ខ្លាំងណាស់ហេតុអីឯងជួយធ្វើការគេច្រើនយ៉ាងនេះឯងយកទ្រព្យសម្បត្តិគេក៏បានដែរតែឯងកំពុងតែគិតស្អីខ្លះនិយាយទៅប្រាស់យើងមានតែខឹងលោកប៉ាតាំងពីកាលណាមកឯងមិនឃើញលោកម្ចាស់អញ្ចឹងទេលោកម្ចាស់ខ្ចោតចាប់មកពីអីអញអត់ដឹងពីមូលហេតុពិតមែនទេយើងប្រាប់ឯងទៅចាស់យើងដឹងថាឯងនៅនេះជាស្អីនឹងគ្នាហើយកាលពី20ឆ្នាំមុនបងប្អូនឯងជួបជុំគ្នាឯងចង់យកប្រាក់គ្រួសារជាងទៅជួយលីជាមែនទេនេះចង់និយាយថាម៉េចហ្នឹងហ៎ឯងស្មានតែឯងធ្វើអីតាមចិត្តឯងមែនទេលោកម្ចាស់ដឹងអស់ហើយព្រោះតែដឹងរឿងនេះបានជាខ្ចោតចាំនៅពេលដែលគាត់ជាហើយកិច្ចការទី1ចាត់ការឯងនឹងគ្រួសាររបស់ឯងនឹងហើយពីមុនយើងល្ងងយើងចិត្តច្រឡំនឹងឯងនឹងយ៉ាធីងស្រឡាញ់គ្នាតាមពិតទៅពួកឯងទៅពីរនាក់តាមពិតគឺជាបងប្អូននឹងគ្នាហើយនេះហើយបានជាឯងការពារនាងសានឡាងមិនគួរណាខ្ញុំប្រចាំនឹងនាងទេខ្ញុំឈប់មានគំនុំជាមួយយ៉ាធីងហើយស្ដាប់ខ្ញុំសិនខ្ញុំជាប្រពន្ធជីងប៉ាវខ្ញុំអាចដោះស្រាយកិច្ចការជាមួយគេបានគ្រប់យ៉ាងយើងនឹងនៅជាមួយគ្នាយើងនឹងឲ្យគេនៅក្នុងមន្ទីរពេទ្យរហូតទៅគេមិនអាចគំរាមពួកយើងបានទេយើងនឹងមានសេរីភាពអាចជួបជុំបងប្អូនឯងបានហើយយើងពីរនាក់យើងអាចនៅជាមួយគ្នាបានណាសានឡាងអើយ5នេះចុះណាកុំប៉ាស្ដីគួរខ្ពើមតទៅទៀតអីមែនជាការពិតណាយើងគឺតកូលីវក៏ប៉ុន្តែយើងមិនដែលមានគំនុំអីជាមួយលោកប៉ាទេយូរឆ្នាំមកហើយគាត់មានគុណចិញ្ចឹមបែកបាច់យើងចង់ចាំនៅក្នុងចិត្តជានិច្ចណាយើងដាច់ខាតមិនធ្វើអ្វីក្បត់នឹងគាត់នោះទេតែឯងស្មានលោកម្ចាស់យ៉ាងណាហេតុអីក៏ឯងទៅលួចធ្វើកិច្ចការទាំងនេះហ៎ឯងដឹងថានេះជាអ្វីទេឯងហ៊ានចូលបន្ទប់លោកម្ចាស់លួចបាល់ទូដែកយកត្រារបស់គាត់យើងថតអត់ទៅហើយឯងចង់កាន់កាប់របស់ទាំងនេះឯងយកសពទៅបើយើងយករបស់ទាំងនេះយកទៅឲ្យលោកម្ចាស់គេប្រកាសជាសម្រាប់ឯងនិងគ្រួសាររបស់ឯងហើយបាននាងជាស្រីឈួតហើយមែនយើងជាស្រីឈួតនោះក៏ព្រោះតែយើង
យើងស្រឡាញ់ឯង20ឆ្នាំមកនេះយើងឈួតបាត់ទៅហើយបើសិនជាយ៉ាងនេះมันអាចទទួលឯងបានទេយើងនឹងបំផ្លាញឯងចោលបំផ្លាញមនុស្សដែលនៅជុំវិញខ្លួនឯងចោលទាំងអស់យកទៅក៏អត់បានកើតអីយើងបានថតចម្លងរួចហើយល្ងងពេកហើយតើនាងចង់យ៉ាងម៉េចហ៎បានប្រាក់គ្រួសារចេញមកកម្មសិនក៏យើងមិនយកដែរយើងឲ្យតែនាងទៅសប្បាយជាមួយនឹងចិត្តណាអស់ចិត្តទៅប៉ុណ្្នឹងបានហើយនឹងឲ្យតែឯងនាំយើងនឹងតបស្បាត់ជិញទៅជាមួយឯងគឺបញ្ចប់រឿងហើយបើមិនអញ្ចឹងទេឯងប្រកាសជាគ្មានសល់អីទេទាំងគ្រួសាររបស់ឯងក៏គ្មានអ្នកណាបានសុខដែរបើនាងហ៊ានធ្វើអ្វីគ្រួសាររបស់យើងណានាងសាកលោមើលទៅយើងមិនធ្វើអីទេចាំលោកម្ចាស់ឯងនិយាយគ្នាបាននោះគាត់ជាអ្នកចាត់ការឯងទៅសងសឹកជាមួយលោកម្ចាស់ទៅលោកបងឆាប់ទទួលទូរស័ព្ទទៅឆាប់ទទួលទូរស័ព្ទទៅលោកបងអាឡូអាណាបងប្រុសនៅណាចុះផ្ទះហើយនៅមិនទេកុំភ្លេចចាស់សោទ្វីណាបើមានកិច្ចការប្តឹងប៉ូលីសទៅពេលនេះខ្ញុំមិនដឹងយ៉ាងណាទេកុំអាចជួយច្រើននេះហ៎បានយ៉ាធីងទទួលទូរស័ព្ទទៅទទួលទូរស័ព្ទទៅឆាប់ឡើងអាឡូហាន់តែចង់មែនទេខ្ញុំគឺសានឡើងណាកុំសួរថាហេតុអ្វីមានទូរស័ព្ទរបស់ឯងនេះខ្ញុំចង់សួរឯងថាយ៉ាធីង10ផ្ទះហើយនៅថាមិញយ៉ាធីងចាក់ចេញពីក្រុមហ៊ុនកម្មពី20ទីមុនណារហូតដល់ពេលនេះមិនតាន់ចូលផ្ទះទេយ៉ាធីងហ៎
ទីនេះជាកន្លែងណាយ៉ាប់ចែងផងនេះមិនមែនថ្មធម្មតាទេអញបង្ខំនាំយើងមកទីនេះធ្វើអីកុំចិត្តអន្តេសាអីយើងកំពុងរងចាំមនុស្សម្នាក់នោះគេចិត្តមកដល់ហើយណាចាំបន្តិចទៅអញហ៊ានធ្វើយ៉ាងនេះចំពោះយើងនឹងប្តឹងអញរំខានសេរីភាពហើយនឹងធ្វើបាបយើងស្រីល្ងងគ្រួសារជីងមិនខ្លាចគេប្តឹងទេរំខានសេរីភាពនឹងធ្វើបាបឯងប្រៀបធៀបនឹងគ្រួសារជីងបានធ្វើនោះវាខុសគ្នាឆ្ងាយណាស់ឆ្ងាយហើយមិនលឺគ្មានអីគួរឲ្យរំលឹកនោះទេគ្រួសារដែលប្រព្រឹត្តអំពើថោកទាបមានអីគួរឲ្យអស្ចារ្យទៅនាងថាខ្លួនឯងត្រឹមត្រូវនេះមិនខ្លាចខ្លួនឯងខំដាត់ខ្លួនឯងទេគ្រួសារជីងពិតជាសាងអំពើបាបកម្មច្រើនណាស់ប៉ុន្តែភាគច្រើនគឺពាក់ព័ន្ធនឹងគ្រួសារតកូលលាវនាងដឹងទេទីនេះជាកន្លែងណាទៅនាងសាកមើលដុំថ្មជុំវិញខ្លួនទៅដុំថ្មនីមួយមានមនុស្សម្នាក់នៅទីនេះមានមនុស្សប្រមាណអ្នកអូនៅក្នុងនេះមានបងប្អូនគ្រួសារតកូលលាវអូហ្វាបាំងតើនាងនៅចាំបានទេភ្លេចហើយហ៎លោកអ៊ំហេតុអីបានជានាងស្គាល់អូហ្វាវ៉ាំងដែរហេតុអីបានជាគាត់នៅទីនេះយើងស្គាល់ម្នាក់នេះវាមិនសំខាន់នោះទេសំខាន់គឺជាភ្នូដែលគ្មានឈ្មោះសាងសង់ដល់គ្រួសារតកូលលាមមនុស្សជាច្រើនអ្នកតើអ្នកណាម្នាក់ដែលមិនស្លាប់ដល់ពាក់ព័ន្ធនឹងក្តីគ្រួសារតកូលជីងនោះតើអ្នកណាដែលស្លាប់ទៅហើយទាមទារយុត្តិធម៌បានទៅអញតែងតែហាមាត់ថាគ្រួសារតកូលលាវជាអ្នកធ្វើរឿងនេះវាយ៉ាងម៉េចនិយាយឲ្យច្បាស់ទៅកាលនោះគ្រួសារឯងអូហ្វាំងបាំងធ្វើឲ្យបែកបាក់ស្លាប់នឹងរបួសបងប្អូនឯងតែ5នាក់ត្រូវបែកបាក់គ្នាមើលតើមានអ្នកណាទៅដែលអាចសាងបាបដូចជាការសម្លាប់មនុស្សនោះយ៉ាធីងនាងចង់និយាយថាគឺបងជឺវិនយ៉ាធីងនេះយ៉ាងម៉េចហើយនឹងពួកគេមានធ្វើបាននេះទេហ៎យ៉ាធីងឯងយល់ពីបងទី2ឯងច្បាស់លាស់ណាស់ហើយរឿងអីដែលគេមិនហ៊ានធ្វើនោះការដែលសម្លាប់មនុស្សគឺជារឿងធម្មតាទេអីស៊ីងនាងបានមកទៅលុះត្រាតែយើងស្លាប់នៅក្រោមដុំថ្មទាំងនេះហាមាត់មិនរួចបើមិនអញ្ចឹងទេយើងត្រូវតែយករឿងទាំងអស់នេះប្រាប់ដល់យ៉ាធីងពាក្យចាស់ថាប្រុសមិនខូចស្រីមិនស្រឡាញ់ឯងស្រឡាញ់សានឡាងមួយថ្ងៃតាមរកគេទីបំផុតយ៉ាងម៉េចសំណាងល្អសានឡាងដឹងថានាងគឺជាអ្នកណាបើមិនអញ្ចឹងទេឯងមិនត្រឹមតែស្រីមានកូនដែលមិនទាន់រៀបការទេហើយជាប់ពាក់ព័ន្ធជាមួយនឹងបងទី2របស់នាងទៀតពិតជាវីវធំហើយគេថាបងគឺបងជីវិនតើមែនទេយ៉ាធីងតើមែនទេបងគ្រាន់តែចង់ការពារឯងមិនចង់ឲ្យមានការឈឺចាប់នោះទេណាហេតុអីបងគឺជាបងជឺវិនទៅវិញហេតុអីបងគឺជាបងជឺវិនយ៉ាធីងប្រាប់ខ្ញុំមកយ៉ាធីងមនុស្សយ៉ាងនេះគួរអស់សំណើចណាស់មែនទេឯងគួរតែសួរតើមើលតាំងពីពេលណាមកដែលគេប្រាថ្នាអ្វីមកជួយការពារនាងហើយការពារបងប្អូនរបស់នាងជាផ្សេងយកប្រាក់បញ្ជូនទៅឲ្យគ្រួសារលាព្រមទាំងជួយបងប្រុសនាងឲ្យរកប្រពន្ធអ្នកមានបានទៀតសូម្បីតែមនុស្សក៏គេហ៊ានសម្លាប់ដែរបងប្រុសបែបនេះមិនងាយជួបនោះទេគេជាទេវតាការពារគ្រួសារតកូលលានាងគេអត់ចិត្តហើយនឹងហ៎យ៉ាធីងរឿងនេះមិនដូចនាងស្មាននោះទេណាលោកអ៊ំស្លាប់គឺជារឿងអបខេតណាបងដឹងរឿងអស់ហើយបងដឹងរឿងថាបងប្រុសតាមរកបងដែរព្រោះតែតាមរកបងស្ទើរតែមិនបានរៀបការទៅហើយហេតុអីក៏បងដាច់ចិត្តធ្វើបាបបងប្រុសយ៉ាងនេះហេតុអីក៏បងដាច់ចិត្តយ៉ាធីងបងដឹងច្បាស់ណាស់ខ្ញុំស្រឡាញ់បងយ៉ាងណាហេតុអីបងបដិសេធនឹងខ្ញុំផឹកស្រាបំបត្តិទុំហេតុនេះហើយឡំមីងមកធ្វើបាបខ្ញុំព្រោះតែហេតុនេះខ្ញុំចង់សម្លាប់ខ្លួនទីបំផុតខ្លួនឯងក៏ស្ទើរតែមិនចង់រស់ទៅហើយរឿងទាំងនេះបងដឹងអស់ហើយ
ក៏បងនៅតែមិនព្រមសារភាពថាបងជាបងប្រុសខ្ញុំទៀតតើបងធ្វើបាបខ្ញុំដល់ពេលណាពេលណាបងនិយាយប្រាប់ការពិតដល់ខ្ញុំបងមិនមែនគេយ៉ាធីងបងមិនមែនគេយករឿងទាំងនេះប្រាប់ខ្ញុំបងនៅតែលាក់ខ្ញុំរហូតមែនទេខ្ញុំតែងតែមានសង្ឃឹមចំពោះបងរហូតរួចហើយស្លាប់តែគ្មានសង្ឃឹមមែនទេបងនិយាយទៅមើលតាមមែនទេណែយ៉ាធីងខ្ញុំមិនឲ្យបងធ្វើជាបងជឿវិញរបស់ខ្ញុំទេខ្ញុំមិនចង់បានខ្ញុំមិនចង់បានខ្ញុំមិនចង់បានយ៉ាធីងខ្ញុំមិនចង់បានខ្ញុំមិនចង់បានទេខ្ញុំមិនចង់បានយ៉ាធីងលើយ៉ាធីងឃើញនាងគួរអាណិតយ៉ាងនេះសម្រាប់បងប្រុសខ្លួនឯងយ៉ាធីងឃើញនាងកំសត់យ៉ាងនេះខ្ញុំសប្បាយចិត្តណាស់ឥឡូវនេះខ្ញុំមិនចង់ស្អប់នាងទៀតទេណាអត់ស្អប់ទេយ៉ាធីងតែយើងកុំឲ្យគេសាច់ចំអល់យើងទៀតណាទៅបងនិយាយមកខ្ញុំស្គាល់បងយូរឆ្នាំហើយមិនគួរណាបងលាក់ប្រវត្តិបងយូរយ៉ាងនេះ26ឆ្នាំហើយបងលាក់ខ្ញុំ26ឆ្នាំហើយតើមានអ្វីដែលបងមិនលាក់ខ្ញុំទៀតនោះតើមានអ្វីដែលបងនិយាយមិនបានឥឡូវនេះខ្ញុំចង់ឲ្យបងនិយាយពាក្យពិតមួយម៉ាត់បងសាងអំពើបាបកម្មស្អីបងសាងអំពើបាបកម្មស្អីខ្លះយ៉ាធីងកុំស្រែកលោឡាពេកណាធ្វើត្បិតតែបងមិនតន់ទទួលស្គាល់អូនប៉ុន្តែអ្វីដែលបងបានធ្វើនោះគឺដើម្បីអូនហើយនឹងបងប្រុសធំរបស់យើងទាំងអស់ទេណាដឹងទេបងធ្វើនេះមិនមែនដើម្បីខ្ញុំនឹងបងប្រុសទេបើសិនជាមែនខ្ញុំក៏មិនអោយគេធ្វើបាបបងយ៉ាឈីដែរតាមពិតបងធ្វើនេះដើម្បីលាក់បាំងខ្លួនឯងបងភ្លេចជីដូនជីតាខ្លួនឯងព្រោះតែលាក់បាំងប្រវត្តិខ្លួនឯងបានជាបងធ្វើយ៉ាងនេះទេបងខ្ញុំមិនទទួលបងជីវិនបែបនេះទេបងជីវិនមិនមែនកំសាកយ៉ាងនេះឡើយខ្ញុំមិនត្រូវការទេថយចេញណែយ៉ាធីងក្រៅឡើងមកយ៉ាធីងតាំងចិត្តស្ងប់សិនទៅយ៉ាធីងតាំងចិត្តស្ងប់សិនទៅក្រៅឡើងមកណែក្រៅឡើងមកពុជទៅវិញយ៉ាធីងក្រៅឡើងមកទៅពុជទៅវិញទៅឲ្យឆាប់ឡើងលែងខ្ញុំមកចូលក្នុងឡានមកឲ្យឆាប់ឡើងចូលមកចូលឡានទៅចូលទៅយើងនាំនេះយ៉ាធីងមកគឺព្រោះតែចង់ឲ្យបងប្អូនគេទាំងពីរប្រឆាំងគ្នាបើមិនចឹងទេនោះសានឡាងព្រោះតែសុំលីយ៉ាធីងនិងលីជាលើកលែងទោសគឺគេត្រូវតែវិលត្រឡប់ទៅគ្រួសារលីវនិងដល់យកប្រាក់ទៅគ្រួសារតកូលាបានច្រើនទីបើមិនចឹងទេនោះសានឡាងនិងលោកម្ចាស់ក៏លែងត្រូវគ្នាដែរខ្លាំងជាងមុនទៅទៀតណាមែនហើយសានឡាងឯងនឹងស្លាប់យ៉ាងវេទនាដែលគ្មានកន្លែងបញ្ចុះសពយ៉ាធីងលែងដៃយ៉ាធីងបងពិតជាមានហេតុផលរបស់បងណាលោកបងគាត់ក៏ដឹងដែរបងគ្មានចេតនាលាក់នោះទេឈប់និយាយទៀតទៅខ្ញុំមិនចង់ស្ដាប់ទេខ្ញុំចាប់ទុកមិនដែលមានរឿងអ្វីកើតឡើងទៅចុះខ្ញុំមិនដឹងអីទាំងអស់
មិនក៏សម្លឹងមើលខ្ញុំយ៉ាងនេះផ្នែកបងដូចជាឈឺចាប់ហ៎បងគ្មានសិទ្ធិអីសម្លឹងមើលខ្ញុំទេពីព្រោះការឈឺចាប់របស់យើងគ្រប់គ្នាគឺមកពីបងមានដឹងទេក្រោយពីបងបាត់ខ្លួនគ្រួសារយើងក៏បែកបាក់គ្នាបងដឹងទេលោកប៉ាលោកយាយអ្នកម៉ាក់ស្លាប់បាត់ភ្នែកមិនចិនបងមានដឹងទេយូរឆ្នាំហើយបងប្អូនយើងទៅបុនរស់នៅលំបាកយ៉ាងណាបងបន្សល់ការឈឺចាប់ទាំងប៉ុន្មានឲ្យមកពួកយើងបងចេះឈឺចាប់បងចេះពិបាកចិត្តទេយ៉ាធីងបងដឹងថាបងមិនគប្បីចំពោះឯងតែបងនឹងសងបំណុលនេះឲ្យឯងវិញសងវិញបានបងសងលោកយាយឲ្យខ្ញុំមកសងលោកប៉ាអ្នកម៉ាក់ឲ្យខ្ញុំមកព្រោះតែបងខ្ញុំបងយ៉ាឈីបងជឺវ៉ាត្រូវយកទៅលក់គ្រប់គ្នាខ្ញុំមានសំណាងល្អខ្ញុំត្រូវលក់ឲ្យគ្រួសារអ្នកមានគេធ្វើបាបខ្ញុំអត់បាយបងសងឲ្យខ្ញុំវិញមកបងសងឲ្យពួកយើងមកសងឆាកជីវិតដែលយើងបាត់បង់ញាតិសន្តានឲ្យពួកយើងមកគ្រួសារយើងបាញ់បាក់ស្លាប់នឹងរស់ពេលស្លាប់លោកប៉ាអ្នកម៉ាក់ក៏មិនបន្ទោសបងខ្ញុំនឹងបងធំអត់បាយពេលដែលពួកយើងជាអ្នកសុំទានពួកយើងមិនដែលបន្ទោសបងទេពួកយើងចង់ឲ្យតែបងបានសងពួកយើងពិតជាអត់ណាស់ទៅហើយប៉ុន្តែបងហេតុអីបានជាបងតាមរកពួកយើងឃើញតែមិនព្រមទទួលស្គាល់ពួកយើងឲ្យបងប្អូនយើងបារម្ភនឹងបងជាង20ឆ្នាំឲ្យខ្ញុំស្រឡាញ់បងខកចិត្តមួយជីវិតគឺមួយជីវិតឥឡូវនេះឥឡូវនេះខ្ញុំមិនយល់ច្បាស់ហើយហេតុអីពេលដែលបងយ៉ាឈីទទួលគ្រោះថ្នាក់ចរាចរណ៍ហើយពេលដែលលោកបងចេញផ្សាយដំណឹងតាមរកមនុស្សក៏ឈប់ចេញផ្សាយឈ្មោះរបស់បងតទៅទៀតពីព្រោះគាត់អស់សង្ឃឹមចំពោះបងទៅហើយបើសិនជាមិនចង់ធ្វើជាបងជឿវិនទេបងកុំសារភាពរហូតខ្ញុំចាប់ទុកថាបងស្លាប់ទៅចុះស្លាប់កាលពី40ឆ្នាំមុនយ៉ាធីងលែងដៃយ៉ាធីងបងយកចិត្តទុកដាក់នឹងអូនគឺជារឿងពិតណាស់នៅក្នុងចិត្តរបស់បងអូនគឺជាប្អូនស្រីដែលបងស្រឡាញ់បំផុតមិនថាអូនទទួលឬមិនទទួលមួយជីវិតនេះក៏បងនៅក្បែរអូនថែរក្សាអូនដែរទោះជាអូនគុំនឹងបងក៏មិនអីបងសុខចិត្តទទួល
បងទី2ខ្ញុំវាយបាច់កៅបងធំទី2ទៅហើយគាត់ដឹងប្រកាសជាស្ដីអញខ្ញុំមិនហាមទេ មិនអីទេទោះជាមិនរលំមកក៏មានបងជាអ្នកទទួលដែរណាមិនអីទេតើចូលទៅ កុំបារម្ភអីណាយើងចាំមើលនាងរហូតចូលដល់ក្នុងផ្ទះសឹមយើងចាត់ចេញទៅ អរគុណបើខ្ញុំសុខចិត្តនៅជាមួយបងតើបងព្រមទទួលខ្ញុំទេក្នុងចិត្តបងស្រឡាញ់ខ្ញុំតែបងបែរជាមិនព្រមនៅជាមួយខ្ញុំហេតុអីទៅប្រាប់ខ្ញុំមកហេតុអីទៅហេតុអីបងចង់លាក់ខ្ញុំជារៀងរហូតតើមែនទេឲ្យខ្ញុំមានសង្ឃឹមជួបពួកបងរួចហើយឲ្យខ្ញុំស្លាប់យ៉ាងអស់សង្ឃឹមបងមិនគួរធ្វើយ៉ាងនេះទេ យ៉ាធីង ខ្ញុំមិនត្រូវការបងជាបងជឿបិណ្ឌរបស់ខ្ញុំខ្ញុំមិនត្រូវការបងជាបងជឿបិណ្ឌទេខ្ញុំមិនត្រូវការខ្ញុំមិនត្រូវការអើយគួរឲ្យបារម្ភណាស់អាត្មានេះទៅហើយមិនទាន់ឃើញមកវិញទៀត អាឡូតាចុងអាណាយ៉ាត់ធីងនាងមានទៅផ្ទះទេនឹងបានខ្ញុំនៅចាំឯងណាឯងមកឆាប់ឡើង អេយ៉ាងម៉េចនឹងមានដំណឹងយ៉ាងណា មិនអីទេតែតាចុងទៅតាមផ្លូវទទួលយ៉ាត់ធីងចិត្តដល់ហើយមិនអីទេ ណែជឿជាការប្រយុទ្ធមិញទទួលទូរស័ព្ទពីតាចុងបារម្ភមកយប់មិនបានដេកទេមិនដឹងថាមានរាយការណ៍ឡើងទេ អ្នកម៉ាក់តើ យ៉ាធីងការប្រជុំមិញតើមានអីកើតឡើងទៅហ្នឹង តាចុងយប់មិញនិយាយថាជីងសានឡើងទូរស័ព្ទមកឲ្យនាងយ៉ាងប្រញាប់សួរនាងថាមកវិញហើយនៅពេលនោះតាចុងគាត់បារម្ភនឹងនាងជាងគេក៏ទូរស័ព្ទតាក់ទងនឹងនាងប៉ុន្តែគ្មានអ្នកណាទទួល ខ្ញុំមិនអីទេកាលពីយប់មិញខ្ញុំបាក់ឡានចេញទៅក្រៅតែម្នាក់ឯងទៅមាត់សមុទ្រគិតបញ្ហាមួយចំនួន យ៉ាភីងការប្រជុំមិញតើមានអីកើតឡើងទៅ តាចុងយប់មិញនិយាយថាជីងសានឡើងទូរស័ព្ទមកឲ្យនាងយ៉ាងប្រញាប់សួរនាងថាមកវិញនៅពេលនោះធ្វើឲ្យតាចុងបារម្ភនឹងនាងណាស់គេក៏ទូរស័ព្ទតាក់ទងនឹងនាងប៉ុន្តែគ្មានអ្នកណាទទួល ខ្ញុំមិនអីទេកាលពីយប់មិញខ្ញុំបាក់ឡានចេញទៅក្រៅម្នាក់ឯងទៅមាត់សមុទ្រគិតបញ្ហាមួយចំនួន តាចុងតែមានការចង់និយាយទេ ខោអាវមង្គលការយ៉ាធីងដែលនៅក្នុងឡានត្រូវគេបំផ្លាញចោលអស់នោះបានន័យថាមានគេចង់គំរាមកំហែងនាង
មិនក៏ថាគ្មានបញ្ហាទៅវិញ ហេតុអី ខ្ញុំថាប្តឹងប៉ូលីសដែរតែយ៉ាធិញមិនព្រម បងកុំជឿឆ្អះរឿងនេះបានទេខោអាវនោះខ្ញុំធ្វើអរហែកស្ដាប់បានទេ ប៉ុន្តែ ខ្ញុំបានប្រាប់បងឲ្យថាគ្មានអីទេបងសួរខ្ញុំធ្វើឲ្យខ្ញុំតឹងតែងក្នុងចិត្តខ្លាំងណាស់ តែចុងគេបារម្ភនឹងនាងសុវត្ថិភាពរបស់នាងណាហើយអ្វីបានជានាងអត់មានយល់ចិត្តគេហើយយល់ច្រឡំនឹងគេអាយុប៉ុណ្្នឹងហើយនៅតែអត់ដឹងគ្មានយល់អ្វីសោះ មែនខ្ញុំមិនដឹងអីមែននោះមកពីមានមនុស្សខ្លះរឿងអីក៏មិនប្រាប់ខ្ញុំដែរ រឿងអីទៅមិនប្រាប់ឯង គ្មានអីទេខ្ញុំមកព្រោះតែប្រាប់ថាខ្ញុំគ្មានបញ្ហាការងារក្រុមហ៊ុនរវល់ណាស់ខ្ញុំទៅធ្វើការសិនហើយ យ៉ាធិញបងជួយដំណើរទៅយប់ឡើងចេះពីធ្វើការបងទៅទទួលអូន បងប្រុសနဲ့បងខ្ញុំលាអាយុ យ៉ាធីនេះចាំមែនណាយល់ព្រមរៀបការជាមួយតាចុងមិនងាយទេឥឡូវនេះបែរជាខឹងច្រឡោតទៀត ហើយសំខាន់ឲ្យតែយ៉ាធិញបានសោះឲ្យតែមិនអីគឺជាការល្អហើយ ណែមែនណាអូនថាសានឡានគេទូរស័ព្ទមកប្រាប់យើងថាមានបញ្ហាអីប្តឹងប៉ូលីសភ្លាមហើយគេមានរឿងអីកាលឡើងហ្នឹងគេមិននិយាយអីទេ បងក៏ជីងប៉ៅអើយ អើយ ជីងប៉ាយ៉ាងម៉េច ទេអត់គឺមានអីទេខ្ញុំចេះតែនិយាយដល់ពេលទៅពលានយន្តហោះហើយណែខ្ញុំទៅបើកឡានសិនណាទៅយកឡានមកអី អេ ហើយសានឡើងបញ្ញាប់ទូរស័ព្ទមកប្រាប់ជីជាឲ្យប្រយ័ត្នប្រកាសជាមានរឿងអីហើយនោះប្រហែលជាជីងប៉ៅដឹងថាសានឡើងម្ល៉េះហើយចង់ធ្វើបាបជាទីដឹងហើយរឿងនេះសានឡើងលាក់ជា20ឆ្នាំហើយមិនគួរពេលនេះបាយការទេប្រហែលជាមិនអីទេបើសិនជាជីងប៉ៅធ្វើបាបគ្រួសារតកូនលីវយ៉ាធីងក៏មិនត្រឡប់មកវិញដែរសុំកុំឲ្យមានបញ្ហាអ្វីឲ្យសោះកុំឲ្យជួបប្រទះអី ហេតុអីថ្ងៃនេះនឹកឃើញមកញ៉ាំបាយជាមួយម៉ាខ្ញុំបារម្ភនឹងម៉ាពិតជាមិនអីមែនទេកាលពីយប់មិញពិតជាមានរឿងកើតឡើងតែមិនអីទេម៉ាក់គ្រាន់តែមិនចង់និយាយកាលពីយប់មិញពួកយើងទាំងអស់គ្នាបារម្ភពីអ្នកម៉ាក់ណាយប់អត់ដេកភ្លៀងខ្លាំងទៀតប៉ាចង់ទៅតាមរកម៉ាក់អ្នកម៉ាក់ធំហាមឃាត់ថាឲ្យលោកហាន តែតាមរកម៉ាក់តូចបើមិនអញ្ចឹងលោកប៉ាធំក៏មិននៅផ្ទះដែរលោកប៉ាធំអញដូចជាបារម្ភជ្រុលពេកអ្នកម៉ាក់មិនព្រមប្រាប់ខ្ញុំទេបើសិនជាអ្នកម៉ាក់មិនព្រមប្រាប់ខ្ញុំទៅសួរជីងហាវីបើខ្ញុំទៅសួរគេទៅសួរបងប្រុសគេដល់ពេលនោះរឿងអីក៏ខ្ញុំដឹងដែរមើលទៅម៉ាក់អង្គគួរតែពិចារណាគួរតែផ្អាកកូនតាក់តងជីងហាវីឬក៏អត់ ពីព្រោះគ្រួសារលីវនិងគ្រួសារជីងគឺមិនត្រូវគ្នាទេមិនអាចអញ្ចឹងទេជីងប៉ាដែលមានតំណោះជាមួយអ្នកម៉ាក់តូចពេលនោះខ្យល់ចាប់ហាញម្យ៉ាងទៀតមុននេះបងប្រុសរបស់ហាវីជាអ្នកជួយសង្គ្រោះរោងចក្ររបស់លោកប៉ាធំទៀតអញថាម៉េចក្រុមហ៊ុនដែលជួលម៉ាស៊ីននោះតាមពិតក្រុមហ៊ុនដែលបង្កើតដោយជីងហាវីនិងបងប្រុសគេលោកប៉ាធំក៏ដឹងពីរឿងនេះប្រាក់គឺជីងហាវីនិងបងប្រុសគេជាអ្នកជីង គាត់ពិតជាជួយគ្រួសារយើងរឿងតំណងគួរតែឲ្យវាកន្លងផុតទេតាំងតាន់ពេលទេហ្នឹង មិនអីទេមានពេលវេលាគ្រប់គ្រាន់ លម អូឡានជូរស្អាតហើយឯងទៅទទួលយ៉ាឈីនឹងប្តីគេទៅណា ខ្ញុំក៏ត្រៀមម្ហូបយ៉ាងច្រើនដើម្បីចាំទទួលយ៉ាឈីឲ្យមកញ៉ាំជាមួយគ្នាដែរ តែយើងចាំ តាជុលទៅ ប្រយ័ត្នតិចដល់ មិនកំតាន់ឃើញចាឈីណោះ
យន្តហោះទៅតែមកដល់ត្រូវការពិនិត្យអីវ៉ាន់ទៀតបងកុំមកខំចាំមកផ្លេតទៅមកយាឈី យ៉ាឈី យាឈី យ៉ាឈីបងធំអ្នកបងសំណាងល្អដែលយាធីងព្រមរៀបការជាមួយនឹងតាចុងណាដុំថ្មនៅដើមទ្រូរបស់បងនេះបានទម្លាក់ចុះមកហើយមានសល់ទេ នាងគួរតែរៀបការយូរហើយមានកូនមានចៅកាន់តែប្រសើរថែមទៀតយ៉ាឈីកូនទាំងពីររបស់អូនតាសុខសប្បាយទេមែនទេពួកគេរវល់ចូលរួមកម្មវិធីសាលាគ្រប់យ៉ាងឥឡូវនេះស្នើសុំចូលមហាវិទ្យាល័យទៀតជាក់ស្ដែងពួកគេម្នាក់ៗគឺចង់តែញ៉ាំអាហារនៅតៃវ៉ាន់ទេ ខ្ញុំគិតថាពួកយើងមិនបាច់ទិញផលិតផលពិសេសទៅវិញទេយើងនាំមីងវាងទៅជាមួយគ្នាតែម្ដងទៅឲ្យគាត់ធ្វើម្ហូបឲ្យក្មេងៗញ៉ាំតែម្ដងទៅ มันកើតទេអ្នកមីងវាងគាត់ខ្លាចជាយន្តហោះណាលុះត្រាតែដោះស្រាយបញ្ហាភ័យខ្លាចជាយន្តហោះរបស់គាត់សិនបើមិនអញ្ចឹងទេគាត់មិនទៅណាទេ យ៉ាងម៉េចនឹង ឡានខូចប្រាំងអើយ ប្រាំងឡានខូចគិតយ៉ាងម៉េចទៅ ណែ នេះនាងសុំទោសខ្ញុំចង់សួររកគ្រួសារលាវជឿជានៅណាគ្រួសារដែលមានគ្រោះថ្នាក់ចរាចរណ៍នោះណានៅណា នៅបន្ទប់សង្គ្រោះបន្ទាន់ អូបាទអរគុណច្រើនអើយណែលោកឡានរបស់លោកយកទៅកន្លែងពិនិត្យរួចទៅហើយផ្នែកទទួលខុសត្រូវនឹងធ្វើការស្រាវជ្រាវពីហេតុផលកើតឡើងមានលទ្ធផលខ្ញុំនឹងជម្រាបលោកភ្លាមតែម្ដង ចាំមកគុណណា មិនអីទេ លោកប៉ាអ្នកម៉ែ ជាឈាន មិនអីទេ មិនអីទេ ហេតុអីហ្វ្រាំងឡានស្រាប់តែខូចអញ្ចឹងនោះផ្សិលមិញខ្ញុំយកទៅឲ្យគេថែទាំអីតើសំណាងល្អគឺជាប្រតិកម្មរហ័សបើមិនអញ្ចឹងទេឡានប្រកាសជាបោលទៅសមុទ្រសំណាងល្អគាត់បើកឡានទប់ជាប់កុំអីវីវោះហើយអើយ លោកបងស្រីអ្នកទាំងអស់គ្នាមិនអីទេ មិនអីទេកុំបារម្ភ តបងហេតុអីឡានស្រាប់តែមានបញ្ហាអញ្ចឹង ឡានរបស់យើងមានគេថែទាំដិតដល់ណាហើយអ្វីបានជាស្រាប់តែខូចហ្វ្រាំងឡានយ៉ាងនេះទៅវិញណោះ ច្បាស់ជាមានមនុស្សអុកលុកហើយ ប្រហែលជាមនុស្សក្រុមហ៊ុនជាងលីទេដឹង មិនអញ្ចឹងទេលោកតកែសុនគាត់មិនធ្វើយ៉ាងនេះទេណា យ៉ាធីនទើបជួបបញ្ហាឥឡូវលបងតែម្ដងទៀតខ្ញុំទៅសួរជីសាឡាងគេច្បាស់ជាដឹងហើយនេះកុំឆេវឆាវពេកឯងយកចិត្តទុកដាក់ពីរឿងមង្គលការខ្លួនឯងទៅណាចាំខ្ញុំសួរគេខ្ញុំទូរស័ព្ទទៅប្រាប់គេសិនណាបាន បើសិនសានឡានគេដឹងអំពីមូលហេតុនេះត្រូវតែសួរច្បាស់ លោកមកដូចជាមានការចម្លែកណាស់មុនដោះស្រាយក្តីជនសង្ស័យភ័យខ្លាចតែងតែមានសកម្មភាពតក់ស្លុតមើលតាមរូបរាងលោកមកគាត់ដូចជាដឹងរឿងខ្លះហើយចម្លែកណាស់ពេលដែលយើងសម្លឹងមើលគាត់ដូចជាមានការចម្លែកណាស់ យ៉ាឈីមានរឿងអីហ្នឹង អត់អីទេ អ
អ៊ំយ៉ាឈីនេះជាបន្ទប់របស់អ្នកទាំងពីរ បានមកយកមកដាក់ទីនេះមក បាន ឲ្យមកខ្ញុំមក វ៉ាលីទុកនឹងសិនចុះខ្ញុំទៅស្រោះមីជើងជ្រូកឲ្យអ្នកទៅពីញ៉ាំណាសម្រាប់មួយផ្លេតសិនទៅជាហើយអត់អីទេ បើមានកាយប្រាប់មកចុះណា ចាតាទៅយើងតា មកគួយទៅ បើកវ៉ាលីសិន បា ទៅ ទ មែនណាដល់ពេលអូនញ៉ាំថ្នាំហើយធាតុអាកាសតៃវ៉ាន់មានជាតិសើមតែតែឈឺឆ្អឹងឆ្អែងអញ្ចឹងណា ខ្ញុំដឹងហើយថ្នាំនៅក្នុងកាបូបរបស់ខ្ញុំរូបថតនេះគឺជាគឺ សុំទៀតដែរសុំទៀតដែរ ចាំមែនចាំមែន មានរឿងអី អត់ទេថាមានអីទេខ្ញុំដូចជាឃើញសពល្អិតខ្ញុំប្រហែលជាព្រើភ្នែកទេដឹង អូននឹកខ្សោយណាស់ណាជាយន្តហោះអស់កម្លាំងទៀតជាពិសេសមានគ្រោះថ្នាក់ចរាចរណ៍ទៀតផងតែមើលអូនទ្រាំមិនបានទេក្រោយពីផឹកថ្នាំសម្រាប់ទៅណា មិនក៏មានរូបថតនេះមិញនេះគ្រោះថ្នាក់ចរាចរណ៍ត្រូវបញ្ជូនទៅពេទ្យឥឡូវនេះក៏ឃ្លាតពីខ្លួនដែរប្រកាសជាអ្នកណាដាក់ចូលក្នុងវ៉ាលីនេះបញ្ហាគឺមនុស្សដែលដាក់រូបថតចូលក្នុងវ៉ាលីនេះគឺចង់ប្រាប់ខ្ញុំពីរឿងអីមែនហើយនេះគឺជាមនុស្សដែលចាប់ខ្លួនជីវិនកាលពីមុនម្នាក់នេះគឺលោកម៉ម្នាក់នេះមើលទៅដូចជាជីងប៉ាងអូយខ្ញុំភ្លេចហើយរូបរាងអ្នកលេងប៉ាហ៊ីនោះយ៉ាងម៉េចក្រោយមកយើងជួបគ្រោះថ្នាក់ចរាចរណ៍សម្រាប់រយៈពេលយូរយើងក៏មិនបាននៅជាមួយលោកម៉ដែរអើយយើងមិននឹកស្មានថាលោកម៉តាមពិតលោកម៉ឡាយជីគឺមនុស្សចាប់ជីវិនយកទៅគឺជាមនុស្សដែលធ្វើឲ្យលោកប៉ាអ្នកម៉ាក់ធ្លាក់ចូលទៅក្នុងសមុទ្រយូរឆ្នាំមកហើយគេនៅក្បែរបង្ធំធ្វើអីតើគេមានបំណងអីទៅលបងមានកាយកាលអញហ៎លបងត្រូវបួសហ៎ឡានរបស់បងមានមនុស្សធ្វើឲ្យខូចហ្វ្រាំងឡានណាយើងទៅទទួលយ៉ាងឈីចុះពីយន្តហោះពេលធ្វើដំណើរមកវិញនៅតាមផ្លូវពេញហាងឡានខ្សត់តែខូចយើងនឹងយ៉ាងឈីជាហាវហើយព្រមទាំងឆាយមីគឺស្ទើរតែទាំងមនុស្សទាំងឡានធ្លាក់ចុះក្នុងជ្រោះហើយណាឯងដឹងពីមូលហេតុហើយមែនទេកាលពីមុនឯងទូរស័ព្ទមកយើងយ៉ាងភ្ញាក់ផ្អើលឯងសួររោគយ៉ាធីងបន្ទាប់មកយ៉ាធីងគឺមានបញ្ហាទីបំផុតថ្ងៃនេះយើងនឹងយ៉ាឈីគឺស្ទើរតែស្លាប់ទៀតផងណាតែមានរឿងអីកើតឡើងទៅអ្នកណាគេទៅដែលចង់សម្រាប់ពួកយើងនោះលោកប៉ាចាត់ការហើយគេចង់សម្រាប់គ្រួសារលីវមានបញ្ហាឯងនិយាយទៅមើលតើអ្នកណាគេទៅចង់សម្រាប់ពួកយើងអ្នកណាទៅចង់ធ្វើបាបពួកយើងនោះលបងហើយរឿងនេះទុកខ្ញុំដោះស្រាយលបងកុំសួរអីមិនក៏មិនឲ្យយើងសួរ
ឯងថាឯងជាអ្នកដោះស្រាយយ៉ាងម៉េចទៅប្រាប់ឯងទៅណាយើងចង់ដឹងថារឿងកើតឡើងនេះសានឡាងឯងមានរឿងអីលាក់យើងហ៎ឯងមិនព្រមត្រឡប់មកវិញគឺព្រោះតែមានអាចកំបាំងអ្វីផ្សេងទៀតហ៎មែនទេអើខ្ញុំនិយាយយ៉ាងណាទៅថាខ្ញុំគឺមិនត្រឡប់មកវិញនោះគឺមកពីខ្ញុំយកចោលធ្វើជាឪពុកជីងប៉ាជាអ្នកចាប់ខ្លួនខ្ញុំយកទៅបែរជាយកគេធ្វើជាឪពុកតើខ្ញុំមានមុំមាត់អីយករឿងនេះប្រាប់បងធំឯងមានអីលាក់បាំងនឹងយើងរឿងការប្រយុទ្ធមិញនោះយ៉ាធីងគឺមានអីកើតឡើងឯងប្រាប់យើងមករឿងនេះទុកខ្ញុំដោះស្រាយលបងកុំសួរអីណាហេសាឡាំងណែលោកចូលមិនបានទេណាថា លោក ចេញ មិនបានណាត់ជួបជាមុន អេណាប្រុសលោកម្ចាស់មិនទាន់ជាទេចូលបានទេ ណែថយចេញណែប្រុសចាំមកថយចេញទៅថយ អ្នកណាមករំខានលោកម្ចាស់ហ៎ ណែយើងត្រូវការជួបលោកប៉ាយើងមានការចង់និយាយជាមួយគាត់ តិចទៀតលោកម្ចាស់ត្រូវការវាកាន់អ្នកណាក៏ជួបបានដែរ លោកប៉ាវាកាន់ហេតុអីបានយើងមិនដឹង វាកាត់ដោយប្រើរស្មីឡាស៊ែដើម្បីយកឈាមជាប់ចេញពីសរសៃប្រសាទពេលនេះលោកម្ចាស់និយាយអីមិនបានទេវាកាត់រួចហើយនៅមានសង្ឃឹមបន្តិច ហេតុអីគ្មានណាគេនិយាយប្រាប់យើងពួកឯងកំពុងតែធ្វើស្អីខ្លះទៅឲ្យយើងជួបលោកប៉ា អេណាប្រុសចូលមក ថាមិនជួបឯងទេឯងចង់ចូលតែបង្ខំចង់ឲ្យគាត់ស្លាប់តើមែនដែរទេហ៎ លោកប៉ាប្រកាសជួបខ្ញុំគឺមានការចាំបាច់សិតតែជំរាបគាត់ច្បាស់ណា អ្នកប្រុសមានកាយចាំលោកម្ចាស់ជាឲ្យបានដែរទេហ៎ក្រុមហ៊ុនចេញគឺអ្នកប្រុសទទួលខុសត្រូវអ្នកប្រុសធ្វើអីក៏ធ្វើទៅមានការអីចាំបាច់អីត្រូវសួរបញ្ជាក់ពីពេលនេះ បើឯងមិនចាក់ចេញទេយើងនឹងហៅសន្តិសុខហើយពួកឯងនៅទីនេះមើលសិតបួលកុំឲ្យអ្នកណាចូលសោះឬទេ បាទឲ្យយើងចូលទៅណែប្រុសឲ្យយើងចូលទៅ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  អ្នកប្រុស ឲ្យយើងចូលទៅ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 យើងចូលប៉ាលែងយើង អ្នកប្រុសចូលបានទេ លែងយើងទៅ ចូលបានទេអ្នកប្រុស លោកគ្រូពេនក្រោយពីលោកម្ចាស់វាកាត់សម្រាប់បានមួយថ្ងៃហើយហេតុអីក៏គាត់នៅមិនតន់នឹងខ្លួនទៀតមានបញ្ហាអីមែនទេ លោកម្ចាស់ចេញអាយុច្រើនណាស់ក្រោយពីវាកាត់ចង់ជាមិនងាយទេក្រោយពីវាកាត់ដោយប្រើរស្មីឡាស៊ែគឺជាបច្ចេកវិទ្យាល្អបំផុតគឺសម្អាតឈាមជាប់នៅក្នុងខួរក្បាលគឺមានប្រសិទ្ធភាពក៏ប៉ុន្តែត្រូវតែធ្វើគាត់ស្ងប់បន្តិច លោកគ្រូពេនធ្វើយ៉ាងណាព្យាបាលលោកម្ចាស់ឲ្យជាផងគាត់អាយុជាង80ទៅហើយមានជំងឺធ្ងន់ធ្ងរយ៉ាងនេះខ្ញុំក្រែងគាត់ទ្រាំមិនបាន ពួកខ្ញុំនឹងប្រឹងអស់ពីសមត្ថភាពមិននេះទេលោកម្ចាស់គាត់មិនអីទេម៉ាក់កុំបារម្ភអីសុខភាពប៉ាល្អណាស់គាត់ច្បាស់ជាហើយ ពួកឯងកុំឲ្យអ្នកណារំខានដល់លោកម្ចាស់ឲ្យសោះស្ដាប់បានទេបាទម៉ាក់ទៅវិញចុះទីនេះមានខ្ញុំមានការអីខ្ញុំប្រាប់ម៉ាក់ក៏បានមិនទេណា ម៉ាក់ទៅវិញមុនហើយណា ខ្ញុំជួយអ្នកស្រីទៅវិញអញ្ជើញ អ
អូ អូអ្នកប្រុស ពួកឯងហត់នេះហើយទៅសម្រាប់ផ្លេតទៅណា ប៉ុន្តែណែ ដេកឲ្យមានកម្លាំងថ្ងៃស្អែកធ្វើយ៉ាងណាឲ្យមានកម្លាំងបន្តការងារទៀតបានទេ អរគុណអ្នកប្រុសអើយ ទៅបានតភ្ញាក់ទេ លោកប៉ាលោកប៉ាគឺខ្ញុំទេខ្ញុំគឺសានឡាងខ្ញុំជាកូនអកតញ្ញូធ្វើឲ្យលោកប៉ាឈឺយ៉ាងនេះសូមលោកប៉ាដឹងខ្លួនឡើងវិញមកតាំងពីលោកប៉ាឈឺខ្ញុំក៏ចង់មើលលោកប៉ាដែរប៉ុន្តែខ្ញុំខ្លាចក្រែងលោកប៉ាឃើញខ្ញុំលោកប៉ាខឹងទៀតអីសិនក្រែងថាលោកប៉ាឈឺចាប់គេមិនឲ្យខ្ញុំមកទេខ្ញុំចេះតែបារម្ភនឹងលោកប៉ាសូមឲ្យតែលោកប៉ាវះកាឡាសិហាទើបខ្ញុំដឹងលោកប៉ាសូមលោកប៉ាឆាប់ដឹងខ្លួនឡើងវិញបានទេខ្ញុំមានកិច្ចការជាច្រើនចង់ប្រាប់លោកប៉ាបានច្បាស់ណាលោកប៉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 ាដឹងខ្លួនឡើងវិញហើយហ៎លោកប៉ាលោកប៉ា ចង់ឲ្យយើងស្លាប់មិនមែនជាការងារទេឯងមកធ្វើអីឯងមិនឃើញយើងដាច់ដង្ហើមស្លាប់ឯងមិនអស់ចិត្តទេតើមែនដែរទេលោកប៉ាលោកប៉ានិយាយបានហើយការវះកាត់នេះពិតជាមានប្រសិទ្ធភាពណាស់លោកប៉ាបានធូរច្រើនហើយយើងមិនត្រឹមតែជាទេយើងអាចរស់រាប់សិបឆ្នាំទៅមុខទៀតផងឯងកុំសង្ឃឹមថាពេលយើងឈឺឯងដណ្ដើមយកទ្រព្យសម្បត្តិគ្រួសារជីងបានឲ្យសោះលោកប៉ានិយាយថាមិនហ្នឹងរឿងនេះមិនពិតទេបានហើយមិនបាញ់និយាយច្រើនទេយើងដឹងថាឯងរងចាំតែថ្ងៃនេះចាំតែយើងដួលតែប៉ុណ្ណោះទេតើមែនដែរទេមែនទេលោកប៉ាមិនបានជិតប៉ានិយាយយ៉ាងនេះខ្ញុំជាកូនរបស់លោកប៉ាខ្ញុំមានរឿងអីណាទេឯងមិនមែនទេឯងគឺលីវជីវិនអ្នកប្រុសទី2ហាងកណាត់សោតហ្វូសៀងនៅសៀមមិនឯងស្មានថាយើងអត់ដឹងមែនទេនឹង
ការពិតកាលពីជាង20ឆ្នាំមុនយើងដឹងបាត់ទៅហើយឯងលួចលាក់ការពារលាវជឿជានឹងលាវយ៉ាធីងយើងក៏បានស្រាវជ្រាវពីប្រវត្តិរបស់ឯងយ៉ាងច្បាស់លាស់ណាស់ឯងចង់ត្រឡប់ទៅវិញមែនទេឯងពិតជាមិនចង់បានអ្វីត្រឡប់ទៅវិញដោយបាត់ដៃទៅទេតែយើងមិនជឿទេកុំស្មានថាយើងមិនដឹងឲ្យសោះឯងកំពុងតែគិតអីនោះឯងត្រឡប់ទៅគ្រួសារលីវរឿងអីមិនយករឿងយើងនិយាយចេញមកនោះលោកប៉ានឹងឯងចង់ធ្វើសាក់សីខ្លួនឯងវាមិនអីទេតែយើងត្រូវតែជាប់ទោសបន្ទាប់មកឯងក៏ទទួលយកទ្រព្យសម្បត្តិពីយើងទៀតតើមែនទេលោកប៉ាកុំអីលោកប៉ាខ្ញុំពិតជាអត់មានទេឯងចង់បកខំយើងមួយម៉ាត់អញ្ចឹងយើងត្រូវតែចាត់ការពួកឯងយើងឲ្យឡានប៉ះលីវយ៉ាឈីឲ្យត្រូវរបួសធ្ងន់ឯងមិនអាចត្រឡប់ទៅគ្រួសារលីវវិញបានទីបំផុតឯងសងំនៅជាមួយយើងជាង20ឆ្នាំនេះជាវិធីល្អណាស់ការពិតក៏ការពិតព្រោះតែខ្ញុំលោកប៉ាឲ្យគេបើកឡានប៉ះយ៉ាឈីលោកប៉ាចង់ឲ្យគាត់ស្លាប់តាមមែនទេហ៎យើងពមៀនគេនៅពីមុខឯងពមៀនមនុស្សគ្រួសារលីវតែប៉ុណ្ណោះកាលនោះយើងជាអ្នកចាប់ឯងអត់ដឹងថាយើងជាអ្នកណាទេប៉ុន្តែឯងយល់ច្បាស់ណាស់ធ្វើឲ្យគ្រួសារលីវបែកបាក់ស្លាប់នឹងរស់គឺយើងទេរឿងអីឯងមិនគំនុំនឹងយើងឯងសុកចិត្តធ្វើជាកូនរបស់យើងហ៎ឯងស្មានថាយើងក្មេងអាយុ3ឆ្នាំរឿងអីយើងជឿសម្ដីឯងហ៎ឯងកាន់ជើងគ្រួសារលីវឯងចេះតែសងំនៅជាមួយយើងហេតុនេះហើយយើងក៏កំដរឯងទៅយើងនឹងធ្វើឲ្យគ្រួសារលីវម្ដងមួយឲ្យទទួលទៅចុះដល់ពេលនោះឯងនឹងបង្ហាញមុខមាត់ពិតរបស់ឯងនេះជាមិនខាននោះទេលោកប៉ាការទទួលបាបគ្រួសាររបស់យើងទទួលរងគ្រោះហេតុអីទៅបានជាមិនបន្ធូរដៃឲ្យគ្រួសារយើងមានគំនុំជាមួយលោកប៉ាបានជាលោកប៉ាមិនបន្ធូរដៃរឿងសងសឹកគ្មានគួរបំណងអីទេយើងគ្រាន់តែចង់ឲ្យបងប្អូននឹងជួបជុំគ្នាប៉ុណ្ណោះគ្រាន់តែប៉ុណ្្នឹងតែមិនបានទេអីហេតុអីបានធ្វើបាបពួកយើងតទៅទៀតតើហេតុអីបានទៅធ្វើយ៉ាងនេះទៅវិញ
បានយើងឲ្យឯងជួបជុំគ្នានៅឯឋានរុទៅចោសានឡាងយើងគួរតែហៅឲ្យលឺជីវិនបើសិនជាឯងគ្មានគោលបំណងអាក្រក់ឯងរឿងអីទៅសៀមមិនឲ្យយើងដឹងចឹងឯងបានធ្វើអ្វីខ្លះជាង20ឆ្នាំហើយឯងរងចាំយើងបែងចែកទ្រព្យសម្បត្តិទៅឯងតែពេលទីប៉ុន្តែយើងមិនកាត់ឈ្មោះឲ្យទៅឯងចិត្តអន្ទះសាហើយឯងចង់រកស៊ីខ្លួនឯងឧបត្ថម្ភទៅលីជឿជាឲ្យគេរីកចម្រើនឲ្យគេជួយលាងប្រាក់ឲ្យទៅឯងទៀតតើមែនទេខ្ញុំមិនចង់បានអ្វីពីលោកទេរាប់សិបឆ្នាំមកហើយខ្ញុំយកតែជីវិតមួយប្រគល់ឲ្យទៅគ្រួសារជីងទៅបានហើយខ្ញុំមិនបានយកអ្វីទាំងអស់ឥឡូវនេះខ្ញុំគ្រាន់ជួយបងប្រុសខ្ញុំប៉ុណ្ណឹងក៏មិនបានដែរតើមែនដែរទេមកពីឯងមិនទាន់បង្ហាញមហិច្ឆតារបស់ឯងយើងថាចាំឯងធ្វើសកម្មភាពទៅហាមឃាត់ឯងតែវាជ្រុលពេលទៅហើយយើងវាជ្រុលហើយសានឡាងមិនគួរតល់តែមិនគួរយើងចិញ្ចឹមខ្លាព្រៃដូចជាឯងឲ្យឯងជួយយើងទៅខំអ្នកដទៃទេប៉ុន្តែថ្ងៃណាមួយឯងចងគំនុំជាមួយនឹងយើងឯងនឹងបកខំយើងវិញវិធីការពារខ្លួនយើងគឺដកចង្កុំរបស់ឯងម្ដងមួយដាច់ផ្លូវរបស់ឯងមិនអាចឲ្យឯងត្រឡប់ទៅផ្ទះវិញបានយើងនឹងចាត់ការពួកវាម្ដងមួយលាវយ៉ាឈីមិនស្លាប់គ្រាន់តែសំណាងមិនល្អប៉ុណ្ណោះគេគ្មានសំណាងល្អអញ្ចឹងតទៅទៀតទេណាទោះជាឯងចង់ប្រើល្បិចអ្វីទៀតក៏ដោយក៏ឯងមិនអាចត្រឡប់ទៅផ្ទះវិញបានដែរកុំធ្វើបាបពួកគាត់ខ្ញុំមិនឲ្យលោកធ្វើបាបពួកគាត់នោះទេកុំធ្វើបាបពួកគាត់បើគ្រាន់បើឯងសម្លាប់យើងមកបើមិនចឹងយើងនឹងចាត់ការពួកវាមួយជីវិតនេះឯងមិនអាចទៅផ្ទះគ្រួសារលីវបានទេខ្ញុំមិនអាចឲ្យលោកធ្វើយ៉ាងនេះទេខ្ញុំមិនអាចឲ្យលោកធ្វើយ៉ាងនេះទេខ្ញុំមិនអាចឲ្យលោកធ្វើយ៉ាងនេះទេខ្ញុំមិនអាចទេមិនអាចឲ្យលោកធ្វើយ៉ាងនេះទេអាចធ្វើយ៉ាងនេះទេលែងចាំបានទេខ្ញុំលោកប៉ាគ្រូពេទ្យដែលលើឡានគ្រូពេទ្យលោកប៉ាលែងជាងសាឡាំងអត់ទេលីវជឿវិនទៅត្រីលោកម្ចាស់ដឹងច្បាស់ណាស់ឯងយកគាត់ធ្វើជាពុកព្រោះតែប្រាក់របស់គាត់ឯងកុំធ្វើបាបគាត់ទៀតឥឡូវនេះឯងចង់សម្លាប់គាត់ឯងសាហាវខ្លាំងណាស់លោកម្ចាស់ដឹងពីមុខមាត់ពិតរបស់ឯងហើយឯងកុំចង់បោកប្រាស់គាត់ទៀតយើងអត់មានកំហុសលោកប៉ាទេយើងមិនមែននៅក្បែរគាត់គឺព្រោះតែប្រាក់នោះទេឯងចង់សម្លាប់គាត់
នៅទីនេះពួកយើងឃើញច្បាស់ណាស់ឯងប្រកាយអីទៀត គឺពួកឯងទេមិនបាញ់បាក់ពួកគាត់ជាមួយយើងនិយាយទៅមើលពួកឯងចង់បានអ្វីប្រាប់គាត់ទៅ ភ័យខ្លួនមែនទេបើឯងធ្វើអីត្រឹមត្រូវខ្លាចអីយើងនិយាយនោះលោកម្ចាស់មិនទទួលស្គាល់ឯងជាកូនទេឥឡូវនេះឯងត្រឡប់ទៅគ្រួសារលីវិញទៅ យើងគ្មានចេតនាចង់ធ្វើបាបលោកប៉ាទេគឺពួកឯងបញ្ចុះបញ្ចូលឲ្យលោកប៉ាមកធ្វើបាបបងប្រុសយើងមែនហើយគឺពួកឯងទេមានគំនិតអាក្រក់ បងប្រុសឯងមែនហើយចិត្តឯងនៅក្នុងគ្រួសារលីទាំងមូលគឺលោកម្ចាស់ជាអ្នកធ្វើបាបឲ្យស្លាប់នឹងរស់ឯងថានៅគ្រប់លោកម្ចាស់ទៀតទេឥឡូវនេះឯងតែផ្ដាច់ការតាក់ទងជាមួយគ្រួសារលីទៅមិនអញ្ចឹងទេលោកម្ចាស់ធ្វើយ៉ាងណាលោកម្ចាស់ជឿថាឯងស្មោះត្រង់ជាមួយលោកម្ចាស់នោះមនុស្សល្បិចច្រើនដូចឯងនេះឯងល្បិចកត់ច្រើនណាស់កុំភ្លេចឲ្យសោះណាថាម៉េចនេះឯងធ្វើឲ្យលោកម្ចាស់វានឹងស្លាប់ទៀតផងប្រាប់ឯងទៅកុំមកចិត្តលោកម្ចាស់ទៀតបើមកចិត្តទៀតយើងនឹងប្តឹងឯងមានបំណងចង់សម្លាប់ឪពុកចិញ្ចឹម បងប្រុសអ្វីដែលម៉ាក់និយាយគឺជាការពិតបងជាមនុស្សគ្រួសារលីវប៉ាខ្ញុំធ្វើឲ្យបងបែកបាក់គ្រួសារហើយនេះបងចង់សងសឹកចង់សម្លាប់ប៉ាខ្ញុំ អ្វីយើង បងប្រុសខ្ញុំតែងតែហៅបងប្រុសថាបងប្រុសរហូតតាំងពីកើតមកខ្ញុំទុកបងជាបងប្រុសទៅហើយប៉ុន្តែហេតុអីបានជាបងធ្វើអញ្ចឹងចំពោះលោកប៉ាស្ទើរតែចង់សម្លាប់លោកប៉ាទៀតឬមួយដូចជាម៉ាក់ខ្ញុំនិយាយក្នុងចិត្តបងគ្មានគ្រួសារជីងមែនដែរទេបងទុកលីជាបងប្អូនតែខ្ញុំមិនមែនជាបងប្អូនទេមែនទេ អ្វីមិនមែនចឹងនោះទេមិនមែនទេអ្វីឯងគឺជាប្អូនរបស់យើងជានេះលោកប៉ានិយាយថាឲ្យគេតាមសម្រាប់បងប្រុសខឹងបងគ្មានចេតនាធ្វើបាបលោកប៉ានោះទេឯងជឿបងទៅណាដឹងទេ ខ្ញុំមិនដឹងថាគំនិតរបស់បងគឺជាអ្វីទេគំនុំបងនឹងលោកប៉ាជ្រាវយ៉ាងនឹងទៅហើយនោះតើខ្ញុំគួរជឿនរណានឹងតើខ្ញុំគួរជឿដែរទេ អ្វី មកញ៉ាំទៅពេលមកជូរទៅណាម៉ាស៊ីនមកដល់ថ្ងៃនេះអាចដំណើរការបានហើយមែនទេ នៅទេនៅមានវត្ថុធាតុដើមទៀតណាតែមិនយូរប្រហែលទេយើងនឹងអាចដំណើរការបានក្នុងពេលឆាប់នេះហើយ ពិធីមង្គលការយ៉ាធីងរៀបចំយ៉ាងណាហើយនឹង យ៉ាឈីមកអង្គុយទៅណាអង្គុយទៅ មកប្រយ័ត្នទេអង្គុយទៅ រៀបចំចិត្តរួចហើយលោកមកជូនយ៉ាធីងទៅថតរូបជាឈានក៏ទៅជាមួយដែរថ្ងៃនេះគឺពិតជារវល់ខ្លាំងណាស់ មែនហើយ បងជាការពិតណាស់លោកមកនៅជាមួយពួកបងជាង20ឆ្នាំហើយមែនទេ ពិតមែនទេកាលនោះបងនិយាយធីងគឺបានស្គាល់គាត់គឺចិត្តបានជួយដល់ពួកយើងមិនតិចនោះទេណាព្រោះតែជួយយ៉ាធីងគាត់បានវាយជាមួយនឹងអ្នកដទៃហើយជាប់គុកទៀត អាចារ្យឯងដឹងទេលោកមកជាមនុស្សចម្លែកខ្លាំងណាស់ខ្ញុំនៅចាំកាត់គេទើបតែស្គាល់ជឿជាផ្ទាំងក៏ឲ្យជឿជានៅដែរហាងក៏ឲ្យជឿជាទៅលក់ដូរជាមួយដែរហើយម្យ៉ាងទៀតលុយសម្រាប់ទិញក្តាមជូរឲ្យខ្លួនឯងនោះក៏ឲ្យទៅជឿជាដែរគេថាលុយនេះទុកសម្រាប់ឲ្យជឿជាកាលនោះខ្ញុំក៏ឆ្ងល់ដែរសង្ស័យថាជឿជានឹងយ៉ាធីងជាកូនលួចលាក់របស់គាត់ក៏ប៉ុន្តែខ្ញុំនៅតែឆ្ងល់ហេតុអីក៏ស្រឡាញ់ជឿជានឹងយ៉ាធីងយ៉ាងនេះ
ខ្ញុំគិតថាមនុស្សដូចជាគាត់នេះណារឿងអីមានកូនប្រុសស្អាតកូនស្រីស្អាតយ៉ាងហ្នឹង បងដឹងថាលោកម៉ពីមុនធ្វើអីខ្លះហើយស្រុកកំណើតនៅណាទេ គាត់ធ្លាប់បម្រើទាំប៉ុន្តែមិនដែលឮថាគាត់នៅស្រុកកំណើតនៅណាទេគឺបងក៏ធ្លាប់សួរគាត់ដែរគាត់ថាបងប្អូនគាត់មិននៅហើយក៏មិនចាំដែរ ខ្ញុំដឹងថាគេពីមុនធ្វើអីខ្ញុំនៅចាំថាគេផឹកស្រានិយាយថាខ្ញុំអត់ដឹងថាស្រុកកំណើតនៅណាទេពេលនោះគេភៀសខ្លួនប្រឡូកជាមួយនឹងក្រុមប៉ាហ៊ីមិនដឹងថាមកពីណាទៅណាគេក៏ដើរតាមក្រុមប៉ាហ៊ីរហូតទៅតែម្ដង លោកមកធ្លាប់នៅជាមួយនឹងក្រុមសម្ដែងល្ខោនណា សូមចុចលើប៊ូតុង Subscribe រួចចុចរូបកណ្ដឹងដើម្បីបានទស្សនាខ្សែភាពយន្តភាគចិនជាច្រើនទៀត